반갑습니다. 반갑습니다.ប្រយោគ ប្រើប្រាស់ ប្រចាំថ្ងៃ ឥឡូវ នៅថ្ងៃ នេះ យើង ចាប់ផ្ដើម បន្ត ប្រយោគ ថ្មី របស់ យើង ទៀត បាទ មួយថ្ងៃ តែ មួយ clear ទេ មួយថ្ងៃ តែ មួយ ប្រយោគ ទេ បាទ អត់ ពិបាក ទេ យើង ធ្វើ ម៉េច ទិញ ពាក្យ ទាំងអស់ នោះ ឲ្យ ចាំ បាទ ទិញ ប្រយោគ នោះ ឲ្យ ចាំ ហើយ យើង សាកល្បង យក ទៅ ប្រើ អ្វី ដែល សំខាន់ យើង ត្រូវ ដឹង ថា សម្រាប់ ប្រយោគ ប្រើប្រាស់ ប្រចាំថ្ងៃ យើង ត្រូវ ដឹង ថា តើ ប្រយោគ ហ្នឹង គេ ប្រើ នៅ ក្នុង កលៈទេសៈ បែប ណា គេ ប្រើ នៅ ក្នុង ស្ថានភាព បែប ណា ហើយ យើង ត្រូវ ប្រើ យ៉ាង ដូចម្ដេច បាទ អញ្ចឹង ខ្ញុំ សង្ឃឹម ថា តាម រយៈ ប្រយោគ ប្រើប្រាស់ ប្រចាំថ្ងៃ នេះ ពួក យើង នឹង ចេះ ពី របៀប ក្នុង ការ និយាយ អំពី ស្ថានភាព របស់ យើង ទៅ កាន់ នរណា ម្នាក់ ជា ភាសា កូរ៉េ អញ្ចឹង នៅ ថ្ងៃ នេះ យើង នឹង បន្ត ប្រយោគ របស់ យើង មួយ ទៀត បាទ ដែល ប្រយោគ របស់ យើង នៅ ថ្ងៃ នេះ វា មើល ទៅ ថា អាច ពិបាក បន្តិច បាទ ប៉ុន្តែ គ្រាន់ ថា ប្រយោគ នេះ ក៏ គេ ប្រើប្រាស់ ច្រើន ដែរ 걱정도 팔자다 បាទ 걱정도 팔자다 តាមពិត នៅ ក្នុង ប្រយោគ នេះ បើ សិន យើង មើល ពាក្យ 걱정도 តើ 걱정도 មក ពាក្យ 걱정 បូក ជាមួយ នឹង ថូ បាទ 걱정 អីគេ ដែរ 걱정 ការ ព្រួយ បារម្ភ ថូ ក៏ ដែរ ការ ព្រួយ បារម្ភ ក៏ ជា 팔자 ដែរ តើ 팔자 នៅ កន្លែង នេះ តាមពិត ពាក្យ ហ្នឹង បើ យើង មក ប្រែ មាន ថា 운명 បាទ 운명 ណា វាសនា ព្រេងវាសនា និស្ស័យ អី ហ្នឹង យើង អាច បក ប្រែ របៀប ហ្នឹង ចុះ ពេល ណា គេ និយាយ 팔자다 팔자입니다 គឺ មាន ន័យ ចឹង តែ គាត់ ថា នេះ ជា ប្រយោគ ភាគច្រើន គេ ប្រើ បើ សិន ណា យើង មើល នៅ ក្នុង និយមន័យ នៅ កន្លែង នេះ kakaunsai បាទ មាន នៅ ក្នុង ទំនាក់ទំនង ជិត ស្និទ្ធ បាទ នៅ ក្នុង ទំនាក់ទំនង ជិត ស្និទ្ធ មាន ន័យ ថា ពេល ណា យើង និយាយ ទៅ កាន់ មិត្តភក្តិ ជិត ស្និទ្ធ របស់ យើង គេ ប្រើ ទម្រង់ ហ្នឹង បាន 걱정도 팔자다 មក 팔자다 ក៏ បាន 팔자야 ក៏ បាន ដែរ គឺ យើង អាច និយាយ របៀប អញ្ចឹង តើ 걱정도 팔자 នៅ កន្លែង នេះ មាន ថា អើយ បារម្ភ ហ្នឹង ក៏ អី អី បន្តិច ក៏ បារម្ភ អី បន្តិច ក៏ បារម្ភ បារម្ភ ហ្នឹង ក៏ បើ និយាយ ទៅ ក៏ ជា និស្ស័យ របស់ មនុស្ស ដែរ តោះ យើង មើល នៅ ក្នុង កន្លែង នេះ ពេល ណា គេ និយាយ ទម្រង់ មួយ ហ្នឹង បើ យើង បក ប្រែ ន័យ ចំ មក ពិបាក យល់ ហ៎ ប៉ុន្តែ យើង ត្រូវ ដឹង វិញ ថា តើ ទម្រង់ ហ្នឹង គេ ប្រើ នៅ ពេល ណា តើ បើ សិន ណា យើង មើល និយមន័យ នៅ កន្លែង 사용법 នៅ កន្លែង គេ សរសេរ ថា អញ្ចឹង 가까운 사이에서 상대방이 지나치게 걱정을 한다고 빈판을 줄 때 បាទ នៅ ពេល យើង ស្រែក ប្រាប់ ទៅ អ្នក អ្នក ម្នាក់ ទៀត ដែល គាត់ មាន ការ ព្រួយ បារម្ភ ជ្រុល បាទ មាន ថា រឿង អី អូយ វា មិន ទៅ ស្អី ទេ ដូច បារម្ភ ជ្រុល នោះ ជ្រុល បាទ ពេល ណា យើង និយាយ ក្នុង អត្ថន័យ បែប ហ្នឹង ពេល ណា យើង និយាយ ក្នុង ន័យ បែប ហ្នឹង គេ ប្រើ ទម្រង់ ហ្នឹង 걱정도 팔자다 បាទ យក ឧទាហរណ៍ ឥឡូវ យើង មក ឧទាហរណ៍ ជាក់ស្ដែង ណា ឧបមា ថា ឥឡូវ គាត់ និយាយ គ្នា ហើយ ដល់ ខា គាត់ និយាយ ថា ម៉េច ដែរ 유나 씨 부모님이 나를 싫어하면 어쩌지? 유나 씨 부모님 តើ 부모님 គេ ដែរ 부모님 នៅ កន្លែង នេះ ឪពុកម្ដាយ បាទ 부모님 ឪពុកម្ដាយ តើ អញ្ចឹង 유나 씨 부모님 ឪពុកម្ដាយ របស់ 유나 나를 싫어하면 어쩌지? តើ 나를 싫어하면 តើ 싫어하면 មក ពាក្យ 싫어하다 មិន ចូល ចិត្ត បាទ តើ 면 បើ សិន តើ ថា បើ សិន ជា ឪពុកម្ដាយ របស់ 유나 អត់ ចូល ចិត្ត ខ្ញុំ យល់ ទេ 어쩌지? ធ្វើ ម៉េច ទៅ តើ 유나 씨 부모님이 나를 싫어하면 어쩌지? តើ បើ ឪពុកម្ដាយ របស់ 유나 អត់ ចូល ចិត្ត ខ្ញុំ តើ ធ្វើ ម៉េច ទៅ តើ ធម្មតា អត់ ទាន់ បាន ជួប ឪពុកម្ដាយ គាត់ បារម្ភ តែ ឯង យល់ ទេ គាត់ បារម្ភ តែ ឯង ថា អូយ ទៅ គិត ស្អី ដល់ ថ្នាក់ ហ្នឹង ទេ ចាំ មើល ជួប សិន ទៅ បើ ថា ម៉េច ម៉ាអី យើង ដឹង ហើយ ពេល ហ្នឹង កុំ បារម្ភ ហ្នឹង មាន ន័យ ថា គិត រឿង ដែល ឥត ប្រយោជន៍ គិត រឿង ដែល វា មិន គួរ ឲ្យ គិត បាទ សម្រាប់ មនុស្ស ប្រភេទ ហ្នឹង បាទ ដែល គិត បារម្ភ ជ្រុល នៅ រឿង ដែល មិន គួរ ខ្វល់ មិន គួរ ខ្វល់ខ្វាយ មិន គួរ គិត តែ គាត់ បារម្ភ គាត់ គិត គាត់ ខ្វល់ខ្វាយ ពេល នេះ យើង ប្រើ ប្រយោគ ហ្នឹង បាន ហើយ គេ និយាយ ថា ម៉េច 걱정도 팔자다 នេះ គឺ របៀប បើ យើង និយាយ តុង សំឡេង របៀប 걱정도 팔자다 ហ្នឹង អ្នកឯង ទម្លាប់ មក តាំង កាល រឿង អញ្ចឹង ខ្ញុំ ក៏ បារម្ភ ដែរ បាទ 그럴 리가 있겠어요? 그럴 리가 있겠어요? តែ ពិត វា ស្មើ នឹង ទម្រង់ មួយ ទៀត 그럴 리가 없다 តើ 그럴 리가 없다 នៅ កន្លែង នេះ វា មិន ដែល ឬ មាន ថា រឿង វា មិន សម រឿង ហេតុផល បែប ហ្នឹង កើតឡើង បាន ទេ យល់ ទេ តែ ប៉ុន្តែ ដល់ ពេល គេ លើក ជា សំណួរ គាត់ ថា ជា ប្រយោគ សំណួរ តែ ន័យ របស់ វា មាន ន័យ ថា វា មិន ដែល វា អាច ទៅ រួច ដែរ អត់ គឺ មាន ន័យ អញ្ចឹង 그럴 리가 있겠어? 그럴 리가 있겠어요? តើ វា មក តើ វា អាច ទៅ បែប ហ្នឹង បាន ដែរ ឬ មួយ ក៏ វា មិន ដែល យល់ ទេ រឿង ដែល វា ដែល គិត ឡើង ដែល វា មិន គួរ កើត ឡើង ពេល ហ្នឹង គេ ប្រើ ទម្រង់ ហ្នឹង ដែល គេ គិត ថា វា មិន អាច កើត ឡើង បាន ចា ប៉ុន្តែ រឿង ដែល មិន អាច កើត ឡើង បាន ភាគី ម្ខាង ទៀត គាត់ ព្រួយ បារម្ភ ពី រឿង ហ្នឹង អញ្ចឹង យើង និយាយ ថា ម៉េច ដែរ 걱정도 팔자다 걱정도 팔자다 តើ វា ស្មើ នឹង ប្រយោគ មួយ ចំនួន ឧទាហរណ៍ ដូច ពាក្យ ថា អញ្ចឹង 쓸데없는 걱정을 하다 តើ 쓸데없는 걱정을 하네 តើ 쓸데없는 걱정 បាទ 쓸데없다 នៅ កន្លែង គ្មាន ប្រយោជន៍ តើ បារម្ភ រឿង អត់ ប្រយោជន៍ អើយ អ្នកឯង ឥឡូវ ពុំ បារម្ភ រឿង អត់ ប្រយោជន៍ ទេ ណា តើ អញ្ចឹង 걱정도 팔자다 쓸데없는 생각을 걱정을 하다 ន័យ យ៉ាង ម៉េច ដែរ ដូច គ្នា បាទ ន័យ តែ មួយ ទេ តើ 쓸데없는 걱정을 하네 តើ ឬ មួយ ក៏ អី គេ ដែរ 쓸데없는 걱정을 다 한다
hơi riêng ở ban ca có bà rom group giang từng o mong dạហើយចឹងអត្តន័យវាដូចគ្នាអញ្ចឹងលើកក្រោយពេលដែលយើងចង់បង្ហាញប្រាប់គេថាភាសាកូរ៉េខ្ញុំរៀងឡើង upgrade រៀងឡើងកម្រិតបន្តិចហើយអញ្ចឹងយើងអាចប្រើប្រយោគទាំងអស់មកយើងឃើញមិត្តភ័ក្ដិយើងថាអូយរឿងធ្វើមកយើងនេះខ្វះប្រហែលខែទៀតដាច់វីសាហើយដឹងតកែក៏ដូរឲ្យឬមួយក៏អត់ទេបារម្ភមកបដូរឲ្យមិនដឹងធ្វើមកយេតោះអារឿងខ្លះមានន័យថាឧបមាយើងដឹងថាតកែក៏ដឹងដូរឲ្យប៉ុន្តែយើងអត់ទុកចិត្តបារម្ភណាដល់ពេលមនុស្សប្រភេទហ្នឹងយើងនិយាយទៅកាន់គាត់걱정도 팔자다 그럴 리가 있겠어? 사장님이 뭐 너 연장해 줄 거야? 걱정하지 마. 쓸데없는 걱정을 하지 마. 쓸데없는 걱정을 하면 소용없어. 네. 도움이 안 돼. vì ấp phải dạo ấp nhân ban ca ấy từng học là chân chân dân ai xả là bon được nông ca riêng pra nơi ví dụ bài năng ai rằng không thà bon bon được học thiên nắng chế pi là biết pra nơi clear ví dụ mới nè học trong đó phải chả ta đây អរគុណច្រើនបាទអញ្ចឹងនេះគឺជាប្រយោគរបស់យើងនៅថ្ងៃនេះហើយសង្ឃឹមថាបងប្អូនអាចយកទៅប្រើប្រាស់បាទអាចយកទៅប្រើប្រាស់អនុវត្តនៅក្នុងជីវិតរស់នៅបាទ 여러분 일상생활에서 적용할 수 있기를 바랍니다 បាទជូនពរឲ្យបងប្អូនទាំងអស់គ្នាអាចយកប្រយោគទាំងអស់នេះយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ감사합니다